ជំរាបសួរលោកគ្រូខ្ញុំមកពីក្រុម B11 ដែលនឹងខ្ញុំមកធ្វើវីដេអូ demo ពាក់ព័ន្ធជាមួយនឹង project របស់ពួកខ្ញុំដែល project របស់ពួកខ្ញុំនឹង work ទៅលើ fire detection alert system ចំបានន័យថា system មួយនឹងវាអាច alert ឡើងនៅពេលដែលវា detect បានផ្សែងឬក៏អូស្មန်ហ្គាសណាមួយឬក៏កម្ដៅណាមួយដែលវាមានតម្លៃលើសពីតម្លៃដែលពួកយើងបានកំណត់នៅក្នុង system មួយនឹងអញ្ចឹងកាលណាវា detect បានវាធ្វើឲ្យ system នឹង alert ឡើងហើយចំពោះ system របស់ពួកយើងនេះផងដែរគឺត្រូវបានបៀតជាមួយនឹង component ដូចជា ESP32 board MQ2 gas sensor សម្រាប់ detect gas ឬក៏ osman ផ្សែងណាមួយមាន DHT22 សម្រាប់វាស់កម្ដៅជាមួយនឹង LED 4 ពណ៌ដែលពួកយើងប្រើពណ៌ដូចជាពណ៌ក្រហមពណ៌ខៀវពណ៌លឿងហើយនិងពណ៌ទឹកខូចទៅតាមតម្លៃ danger ជាក់ស្ដែងដែលពួកយើងបានកំណត់នៅក្នុង system មួយហ្នឹងហើយយើងមានជាប់ជាមួយនៅ Telegram bot ជាមួយនឹង Blink app ផងដែរឥឡូវចូលមកដល់ system architecture អញ្ចឹងបច្ចេកមួយនឹងដំណើរការដំបូងឡើយវាចាប់ផ្ដើមពី MQ2 sensor ជាមួយនឹង DHT22 sensor អញ្ចឹងsensor ពីរហ្នឹងវា detect បានន័យថាវា detect data ពីខាងក្រៅក្នុងពេលតែមួយអញ្ចឹងនៅពេលដែលវា detect បានហើយវានឹងបញ្ជូនទៅ ESP32 bot អញ្ចឹង ESP32 bot ហ្នឹងនឹងធ្វើការ analyze data ដែលទទួលបានពី sensor ទាំងពីរហ្នឹងតមកវានឹងបញ្ជូន result ទៅ Telegram bot ជាមួយនឹង LCD display LED ជាមួយនឹង booster ផងដែរហើយចំពោះ Blink app នេះវិញគឺយើងអាចបញ្ជាពី Blink app នឹងទៅ ESP32 bot ក៏បានហើយ Blink app នេះផងដែរក៏អាចទទួលព័ត៌មានពី ESP32 bot នេះក៏បានដែរដោយយើងបាន design ប៊ូតុងសម្រាប់ចុច alert ពីទូរស័ព្ទដៃរបស់យើងដោយផ្ទាល់នៅក្នុង Blink app ហ្នឹងអញ្ចឹងកាលណាដែល user គាត់អាចឃើញអគ្គិភ័យណាមួយឆាប់ឆេះមុនពេលដែល sensor របស់ពួកយើង detect បាននោះគាត់អាចធ្វើការចុចប៊ូតុងនៅក្នុង Blink app ដើម្បី alert system នឹងផងដែរអញ្ចឹងនៅពេលដែលយើងចុចប៊ូតុងជាមួយនឹង physical ប៊ូតុងនេះក៏ដូចគ្នាដែរគឺយើងបានដាក់ប៊ូតុងហ្នឹងនៅក្នុង system របស់យើងផងដែរដើម្បីងាយស្រួល alert system របស់យើងអញ្ចឹងនេះគឺជាការតេស្ត demo របស់យើងដែលនៅពេលដែលយើងបើក system មកគឺវានឹងផ្ញើសារទៅ Telegram ថា system ហ្នឹងគឺត្រូវបាន active ហើយចំពោះ Blink វិញក៏ចាប់ផ្ដើមដំណើរការចាប់យកទិន្នន័យដូចគ្នាអញ្ចឹងយើងនឹងធ្វើការតេស្តដោយការតេស្តរបស់យើងគឺមាន LED ចំនួន4ពណ៌ដែលបញ្ជាក់ពីកម្រិត danger របស់ system ដែល detect បានផ្សែងឬក៏សីតុណ្ហភាពឥឡូវនេះយើងធ្វើការ test sensor មួយម្ដងឲ្យលោកគ្រូមើលអញ្ចឹងដំបូងឡើយយើងធ្វើការ test ជាមួយនឹង MQ2 gas sensor សម្រាប់ការតេស្ត MQ2 gas sensor នេះផងដែរកាលណាដែលវា detect បានតម្លៃលើសពី 1200 system នោះនឹង alert ដូចដែលយើងបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺវាមាន LED ភ្លឺពណ៌ខៀវបានន័យថាវាស្ថិតនៅក្នុង clean air នៅឡើយឯងអញ្ចឹងពណ៌លឿងវាអាចនឹង slide smoke ជាមួយនឹងពណ៌ទឹកខូចវាអាចនឹងស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នមួយឯងអញ្ចឹងវាលោតរហូតដល់ពណ៌ក្រហមបានន័យថាវាស្ថិតនៅក្នុងគ្រោះថ្នាក់ហើយអញ្ចឹងវាធ្វើឲ្យ system យើងហ្នឹងវានឹង alert នៅកាលណាដែល system alert booster នឹងភ្លឺស្រឡៃឡើង LED ភ្លឺពណ៌ក្រហមអញ្ចឹងអានេះគឺជាការតេស្ត sensor ទី2របស់ពួកយើងដែលតេស្តទៅលើ DHT22 sensor យើងតេស្តមើលកម្ដៅរបស់វាអញ្ចឹងនៅពេលណាដែលកម្ដៅរបស់វាឡើងដល់45វានឹងធ្វើឲ្យ system មួយនឹង alert ឡើងចូលមកដល់ដំណាក់កាលទី3យើងធ្វើការតេស្តជាមួយនឹងប៊ូតុងរបស់យើងអញ្ចឹងនៅពេលដែលយើងpress ប៊ូតុងទៅក៏វានឹងជួយធ្វើឲ្យ system យើង alert ឡើងមកដែរអញ្ចឹងយើងធ្វើការចុចទាំងអស់គ្នារងចាំរយៈពេល5 second យើងអាចធ្វើការចុចបិទវាវិញបានអូខេហើយវាក៏ load notification ទៅលើ Blink app របស់យើងដែរអញ្ចឹងនៅពេលដែល system ធ្វើការ alert នៅក្នុង Blink app វានឹង display ថា system នឹងកំពុងតែស្ថិតនៅក្នុង danger គឺមួយនេះអញ្ចឹងយើងអាចធ្វើការ on off system alert មួយនឹងនៅលើ Blink app របស់យើងបានដូចគ្នាដែរអញ្ចឹងយើងធ្វើការបើកវា